10ភៅវិជ្ជាព្រលឹងវិញ្ញាណប្រតិបត្តិនិពន្ធដោយព្រះតេជម៉ាច័ន្ទសំណុំអានដោយនាងខ្ញុំលឹមធីតាជំពូកទី8សម្រាប់ខួរក្បាលភ្លាមស្រស់ស្រាយនៅចន្លោះពេលធ្វើការមមាញឹកអ្នកធ្លាប់តែដឹងអំពីការសម្រាកដែលហាត់សមាធិលើដង្ហើមតែមានសមាធិមួយទៀតបែបទំនើបចំណាយពេលខ្លី10ឬ15នាទីទទួលផលផ្លែភ្លាមតើអនុវត្តដូចម្ដេចចូលរកកន្លែងដែលពុំមានការរំខានអង្គុយបិទភ្នែកហើយសម្រេចចិត្តចំណាយពេលសម្រាប់កាយចិត្តទាំងស្រុងដោយបញ្ឈប់ការគិតវែកញែកវាតម្លៃមួយផ្លែតឈប់ខ្វល់នឹងអ្វីទាំងអស់ហើយចូលទៅក្នុងខ្លួនធ្វើដូចជាមនុស្សអ្នកទៀតឈរមើលចលនាអ្វីៗសពយ៉ាងដែលកំពុងការរលត់ទាំងលើនិងក្នុងរូបកាយទាំងក្នុងចិត្តក្នុងអារម្មណ៍សូមបណ្ដោយឲ្យអ្វីៗការរលត់រំរែកក្នុងផ្ទៃនៃសតិដឹងរបស់អ្នកគ្រាន់តែឈរមើលឈរជាសាក្សីចូលប្រកាន់នៅអេរិយាបថអនុញ្ញាតឲ្យអ្វីៗកើតមានឡើងគ្រប់យ៉ាងទាំងល្អទាំងអាក្រក់ចូលប្រកាន់នៅអេរិយាបថពុំចង់គ្រប់គ្រងពុំចង់កែប្រែពុំចង់ផ្លាស់ប្ដូរពុំស្វែងយល់ពុំចង់ដឹងឬពុំផ្ដោតលើអ្វីមួយតែប្រឡែងឲ្យអ្វីៗចលនានិងប្រព្រឹត្តទៅដោយសេរីរលូនជាធម្មជាតិអ្នកពុំធ្វើអ្វីឡើយបញ្ឈប់ការងារក្នុងចិត្តសពយ៉ាងបញ្ឈប់ការគិតពិចារណាការវែកញែកការវិនិច្ឆ័យគឺត្រឹមតែកត់សម្គាល់ត្រឹមតែដឹងត្រឹមតែមានសតិដឹងគឺគ្រប់គ្រាន់ហើយមានន័យជាក់ស្ដែងមួយទៀតថាអ្នកបើកផ្លូវព្រមទទួលយកគ្រប់យ៉ាងស្វាគមន៍គ្រប់យ៉ាងទាំងល្អទាំងអាក្រក់ទាំងកុសលទាំងអកុសលទាំងសប្បាយទាំងកាត់ទុក្ខធ្វើដូច្នេះអ្នកពិតជាចូលទៅក្នុងពេលនេះបច្ចុប្បន្នកន្លែងនោះភ្លាមកាលនេះតែម្ដងមើលចុះគំនិតអារម្មណ៍សំឡេងវេទនារូបកាយស្រមៃចងចាំរំញ័រក្លិនទាំងអស់នឹងកំពុងតែផុសឡើងការរលត់រំរែកលើកទៅកញ្ចក់សតិដឹងរបស់អ្នកសូមអ្នកបើកផ្លូវព្រមទទួលយកស្វាគមន៍គ្រប់យ៉ាងអ្នកគ្រាន់តែជាអ្នកទេសនាភាពយន្តខាងក្នុងខ្លួនប៉ុណ្ណោះអ្នកផ្ទាល់ដើរតួប្រៀបដូចជាផ្ទៃមេឃធំស្រឡះស្កឹមស្កៃក្នុងនោះមានពពកសត្វហើរខ្យល់បក់លេខបន្ទូលរន្ទះភ្លៀងព្យុះចលនាឆ្លងកាត់តែមេឃនៅនឹងថ្កល់ពុំត្រូវរំខានរហែកបែកធ្លាយឡើយមេឃប្រៀបដូចជាសតិដឹងចំណែកឯពពកខ្យល់ព្យុះប្រៀបដូចជាវេទនាលើរូបកាយជាចិត្តជាគំនិតពិចារណាអារម្មណ៍មនោសញ្ចេតនាដែលចលនាហូរទៅយ៉ាងរលូនអ្នកប្រៀបដូចជាមហាសមុទ្រធំធេងតាំងនៅនឹងថ្កល់ទោះមានរលកតូចធំក្រំក្រែងយ៉ាងណាខាងលើផ្ទៃសមុទ្រក៏ពុំរំខានដល់សមុទ្រឡើយអ្នកជាសតិដឹងឈរខ្ពស់ហួសផុតពីកាយចិត្តអារម្មណ៍ពុំបានទទួលរងការប៉ះទង្គិចអ្វីឡើយអ្នកប្រៀបដូចជាតួខ្លុយដែលក្នុងនោះខ្យល់ហូរឆ្លងកាត់បង្កើតបានជាសំឡេងគ្រប់បែបបទខ្យល់ឆ្លងកាត់ខ្លុយគ្មានទើសទាល់ជួនអ្នកប្រឡែងឲ្យធម្មជាតិគ្រប់យ៉ាងឆ្លងកាត់រូបអ្នកដោយគ្មានរបាំងដល់តិចតួចឡើយ
អ្នកប្រៀបដូចជាកញ្ចក់ទូរទស្សន៍ដែលនៅលើនោះមានសាច់រឿងនានាលើកមកបញ្ចាំងក្នុងនោះមានរឿងសង្គ្រាមភ្នំភ្លើងផ្ទុះទឹកជំនន់រឿងកំសត់រឿងកំ pl ែងឡាកញ្ចក់ទូរទស្សន៍មានវត្តមានជានិច្ចទោះមានការបញ្ចាំងរឿងឬពុំមានការបញ្ចាំងរឿងក៏ដោយហើយវាក៏ពុំទទួលរងការបែកបាក់ឬទទឹកសាមបណ្ដាលមកពីរឿងសង្គ្រាមឬរឿងទឹកជំនន់ឡើយ